សួស្តីបងប្អូនអរគ្នាតើថ្ងៃហ្នឹង admin មកប្រាប់ពីវិធីនៅក្នុងការកាត់បន្ថយសលេងរំខានតែពេលដែលបងប្អូនថតវីដេអូនៅក្នុងកម្មវិធី TikTok បងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងពេលដែលបងប្អូនថតវីដេអូនៅក្នុងកម្មវិធី TikTok បន្ទាប់មកបងប្អូនមានសំឡេងរំខានអញ្ចឹងបងប្អូនអាចធ្វើការកាត់បន្ថយសំឡេងរំខាននឹងភ្លាមៗបានមុននឹងបងប្អូនធ្វើការផុសអញ្ចឹងណាវិធីនៅក្នុងការកាត់បន្ថយសលេងរំខាននៅក្នុងកម្មវិធី TikTok ពេលដែលបងប្អូនថតវីដេអូអញ្ចឹងឧទាហរណ៍ថាបងប្អូនចូលមកក្នុងកម្មវិធី TikTok ហ្នឹងមកអញ្ចឹងបើសិនជាបងប្អូនអាចអាប់ឡូតវីដេអូចូលក៏បានឬក៏បងប្អូនធ្វើការថតវីដេអូភ្លាមៗក៏បានដែរហ្នឹងអត់មានបញ្ហាអីទេអញ្ចឹងឧទាហរណ៍ថាខ្ញុំ add វីដេអូមួយចូលអញ្ចឹងណាអញ្ចឹងខ្ញុំ add ជាមួយនឹងវីដេអូរបស់ខ្ញុំចូលបងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅពេលដែលបងប្អូន add វីដេអូចូលឬក៏បងប្អូនធ្វើការថតវីដេអូអីភ្លាមៗពេលដែលថតហើយវានឹងចេញបែបនេះហើយបងប្អូនទាំងអស់គ្នាអញ្ចឹងពេលដែលវាចេញបែបហ្នឹងបងប្អូនកុំតែអាចចុចផុសណាបងប្អូនចូលមកកាន់កន្លែងនេះសិនមកនេះពេលដែលបងប្អូនចូលមកកាន់កន្លែងហ្នឹងហើយបងប្អូនចូលទៅកន្លែងពាក្យ edit នេះមកពេលដែលបងប្អូនចូលកន្លែងពាក្យ edit ហ្នឹងហើយបងប្អូន scroll ទៅរកពាក្យថានេះ reuse noise នេះបងប្អូនចូលធ្វើការ select លើហ្នឹងទៅវានឹងជួយកាត់បន្ថយសំឡេងរំខាននៅក្នុងវីដេអូរបស់យើងហើយប៉ុន្តែ admin បញ្ជាក់មិនមែនកាត់បាន 100% ទេប៉ុន្តែវាកាត់បានច្រើនគួរសមដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងពេលបងប្អូនថតវីដេអូមានសំឡេងរំខានអីអាចធ្វើការចូលទៅកាត់សំឡេងនៅក្នុងកន្លែង reuse noise ហ្នឹងសិនបានហើយចាំបងប្អូនធ្វើការចុច pause ទៅអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាអរគុណច្រើនជួបគ្នាវីដេអូក្រោយណាបាយបាយ